ព័ត៌មានទាន់ហេតុការណ៍កម្ពុជាចាប់ផ្ដើមកែសម្រួលយុទ្ធធុបកនិងអាវុធធុនធ្ងន់មួយផ្នែកជំហានទី1ជានិមិត្តរូបក្រោមការអង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT AKP ព្រះវិហារកម្ពុជាចាប់ផ្ដើមកែសម្រួលយុទ្ធធុបកនិងអាវុធធុនធ្ងន់មួយផ្នែកជំហានទី1ជានិមិត្តរូបរបស់កងទ័ពកម្ពុជាក្រោមការសង្កេតការណ៍ដោយផ្ទាល់របស់ក្រុមអ្នកអង្កេតការណ៍អាស៊ាន AOT នាយប់ថ្ងៃទី26ខែតុលាឆ្នាំ2025នេះសូមបញ្ជាក់ថាការកែសម្រួលយុទ្ធធុបកនិងអាវុធធុនធ្ងន់ទាំងនេះបានធ្វើឡើងនៅចំណុចភូមិធម្មជាតិឃុំស្រអែមស្រុកជាំខ្សាន្តខេត្តព្រះវិហារសកម្មភាពនេះគឺបង្ហាញពីការបដិញ្ញាចិត្តរបស់កម្ពុជាដើម្បីសន្តិភាពគឺធ្វើឡើងបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃឡង់បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃនៅរដ្ឋធានីគូឡាឡាំពួរប្រទេសម៉ាឡេស៊ីដែលមានការចូលរួមចុះហត្ថលេខាជាសាក្សីដោយឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំនិងឯកឧត្តមអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងជាប្រធានអាស៊ានឆ្នាំ2025កាលពីរុស្ស៊ីថ្ងៃទី26ខែតុលាឆ្នាំ2025នេះប្រភពពីទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP តកតងទៅនឹងព័ត៌មាននេះក៏បានបញ្ចប់សូមអរគុណសូមជម្រាបលា